សួរស្វាគមន៍មកកាន់ Go Global Podcast Season 4ខ្ញុំបាទអង្គអ្នកស្វាហាប់ហើយថ្ងៃនេះខ្ញុំបាទនឹងនាំជូននៅជាកិត្តិយសម្នាក់ដែលនឹងមកចែករំលែកបទពិសោធន៍និងចំណេះដឹងរបស់គាត់ហើយគាត់ក៏ជាអតីតសិស្សម្នាក់នៅសាលា Go Global នេះផងដែរអញ្ចឹងកុំឲ្យខាតពេលយូរយើងទៅជួបគាត់ទាំងអស់គ្នាសូមជម្រាបសួរបាទអញ្ចឹងដំបូងនេះក៏អាចណែនាំខ្លួនក៏ដូចជាណែនាំអំពីស្ថានភាពបងប្អូនសពថ្ងៃទីបាននេះថាតើបងប្អូនជាអ្នកណាហើយកំពុងតែសិក្សានៅឯណាដែរចាគ្រូជាដំបូងសូមជម្រាបសួរអ្នកទាំងអស់គ្នាខ្ញុំឈ្មោះមុខមេតិកាបច្ចុប្បន្នខ្ញុំជានិស្សិតឆ្នាំទី2ផ្នែកវិជ្ជាបណ្ឌិតនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្របាទអរគុណអញ្ចឹងបងប្អូនក៏ជាអតីតសិស្សម្នាក់នៅសាលា Go Global ដែរណាចាលោកគ្រូអញ្ចឹងដំបូងនេះបងប្អូនអាចជម្រាបជូនទស្សនិកជនបានទេថាបងប្អូនធ្លាប់រៀននៅសាលា Go Global រយៈពេលប្រហែលឆ្នាំហើយពីឆ្នាំណាដល់ឆ្នាំណាហើយពីថ្នាក់ទីប្រហែលមកដែរចាអញ្ចឹងខ្ញុំរៀននៅសាលា Global រយៈពេល6ឆ្នាំពីឆ្នាំ2017រហូតដល់2023អញ្ចឹងថាទៅពីថ្នាក់ទី7ទៅថ្នាក់ទី12 7ដល់ទី12ណាចាអញ្ចឹងរយៈពេល6ឆ្នាំដែលបងប្អូនរៀនកន្លងមកនេះគឺសុទ្ធតែកម្រិតមធ្យមសិក្សាណាចាលោកគ្រូចូលទី7អនុវិទ្យាល័យទៅម្ដងអញ្ចឹងដល់ចំណុចនេះលោកគ្រូចង់សួរពីចំណាប់អារម្មណ៍បងប្អូនបន្តិចថាតើនៅរយៈពេល6ឆ្នាំដែលបងប្អូនរៀននៅសាលា Go Global នេះតើបងប្អូនមានចំណាប់អារម្មណ៍យ៉ាងណាដែរចំពោះសាលា Go Global មិនថាពីកម្មវិធីសិក្សាក៏ដូចជាការបង្រៀននៅទីនេះទៅលើសាលាហ្នឹងខ្ញុំមានអារម្មណ៍ដូចវាមានចំណុចល្អខ្លះល្អខ្លះប៉ុន្តែរឿងថាល្អខ្លះហ្នឹងគឺផ្ដោតទៅលើចង់ថាសាលាគឺគេផ្ដល់ជាកម្មវិធីសិក្សា2ចឹងគេមានខ្មែរ program និង English program ចឹងទៅពេលអញ្ចឹងវាជួយទៅវាជួយពង្រឹងភាសាអង់គ្លេសទៅដល់ក្មេងៗមិនថាខ្ញុំមិនថាណាគេទាំងអស់ហេដោយសារខ្ញុំដឹងហើយថានៅបច្ចុប្បន្នឥឡូវគឺភាសាអង់គ្លេសវាសំខាន់ខ្លាំងហើយនៅពេលដែលសាលាគាត់រើសកម្មវិធីដូចយើងរៀនមុខវិជ្ជាអង់គ្លេសដូចនឹងមុខវិជ្ជាខ្មែរដូចថាអង់គ្លេសគេមានថ្នាក់គណិតរូបឬក៏គីមីអីដូចទៅនឹងខ្មែរដែរអញ្ចឹងទៅយើងដឹងថាភាសាអង់គ្លេសហ្នឹងវាមិនហើយខ្មែរហ្នឹងមិនអញ្ចឹងទៅយើងអាចដឹងច្រើនទៅលើអាហ្នឹងបន្តទៀតហើយណាមួយសាលាក៏មានកម្មវិធីក្រៅពីហ្នឹងដូចគ្នា like extra class ដូចពួក premium class ពួកថ្នាក់កុំព្យូទ័រហ្វឹកហាត់វាយកុំព្យូទ័រ learn ពី Microsoft Word Excel អីហ្នឹងហើយក៏មានថ្នាក់ល្បាំផ្នែកសិល្បៈដូចគ្នាតែយើងទៅថ្នាក់ពួក extra class ហ្នឹងក៏ខ្ញុំធ្លាប់ចូលរួមរៀនជាមួយសិស្សផ្សេងៗដូចគ្នាដែរគ្រូអញ្ចឹងបានន័យថាការពីប្អូននៅរៀនរយៈពេល6ឆ្នាំហ្នឹងគឺប្អូនរៀនទាំងពីរកម្មវិធីទាំងភាសាអង់គ្លេសនិងភាសាខ្មែរចា៎ហើយថ្នាក់ទូទៅរបាំ Premium Class ក៏បងបានសិក្សាដែរចា៎អញ្ចឹងលោកគ្រូចង់ដឹងបន្តិចថាតើបងយល់យ៉ាងណាចំពោះការសិក្សាថ្នាក់ភាសាអង់គ្លេសនៅសាលា Go Global នេះតែបើសម្រាប់បងគិតថាតើវាមានចំណុចខុសប្លែកក៏ដូចជាចំណុចពិសេសអីខ្លះនៅក្នុងថ្នាក់ភាសាអង់គ្លេសនៅសាលា Go Global បើសម្រាប់ខ្ញុំមានអារម្មណ៍ថាថ្នាក់អង់គ្លេសខ្ញុំស្រឡាញ់ត្រង់ថាសាលាហ្នឹងគឺគាត់បរៀនអង់គ្លេសបែបតាម standard របៀបកម្មវិធីសិក្សាកម្មវិធីសិក្សាចារបៀបគាត់យកសភៅសាលាគាត់យកសភៅពី Oxford អញ្ចឹងទៅយើងដឹងច្រើនទៅទៀតហើយយើងដឹងពីដូចថាមេរៀនក្នុងសភៅអង់គ្លេសហ្នឹងក៏មានផ្ដោតទៅលើចំណុចមួយចំនួនដែលមើលទៅចាប់អារម្មណ៍ចង់រៀនវាដូចវាក្រៅពីវានៅក្នុងពពួកជាមេរៀនដូចក្នុងមេរៀន science អញ្ចឹងវាមានអីមួយម្យ៉ាងដែលវាចេញមកដូចប្លែកយករៀនទៅខ្ញុំថាអូអាហ្នឹងវាអញ្ចឹងសោះរបៀបអញ្ចឹងបាទអញ្ចឹងវាថាជាមេរៀនគួរឲ្យចាប់អារម្មណ៍ហើយវាជាមុខវិជ្ជាចំណេះទូទៅដែលមានពាក្យដែលយើងអាចប្រើបានទៀតអញ្ចឹងពាក់ព័ន្ធទៅនឹងសកម្មភាពផ្សេងដែលបងប្អូនបានសិក្សានៅ Go Global នេះបើតាមនេះបើនិយាយពីចិត្តរបស់បងប្អូនផ្ទាល់ចា៎តើបងប្អូនចូលចិត្តសកម្មភាពឬមួយបងប្អូនចងចាំសកម្មភាពមួយណាជាងគេនៅក្នុងការសិក្សារយៈពេល6ឆ្នាំយើងនិយាយសកម្មភាពដែលបងប្អូនបានចូលរួមក្នុងសាលាចឹងបាទសម្រាប់ខ្ញុំចាំជាងគេពេលដែលខ្ញុំចូលរួមជា member ក្នុងសមាគមសិស្ស
ចាដោយសារតែនៅក្នុងហ្នឹងលក្ខណៈថាយើងរៀនមិនមែនតែក្នុងសភៅទេយើងរៀន like think outside the box អូខេ យើងមើលទៅលើសង្គមជាក់ស្ដែងនៅខាងក្រៅហើយណាមួយរៀនច្រើនជាងគេគឺយើងបានដូចជា team work យើងដឹងថាដៃគូយើងមិនអីមិនអញ្ចឹងទៅយើងអាច reflect យើងរៀន adapt ជាមួយពួកគាត់ជាមួយក្រុមការងារយើងមួយហើយណាមួយពេលយើងចូលរួមខាងហ្នឹងយើងមិនចេះតែរៀនពី business ទេយើងអាចចូលយើងបានចូលរួម conference យើងបានរៀនដូច plan ទៅលើ field trip បង្កើតជា project មួយដូចកម្មវិធី prom ជាដើម អូខេចឹងបានច្រើនណា បានច្រើន ចឹងរយៈពេលចឹងអ្វីដែលបងអូនលើកឡើងពីបទពិសោធន៍ទាំងអស់ហ្នឹងហើយឥឡូវបងអូនសិក្សានៅឆ្នាំទី2ណានៅសាលាUP ចា UP អញ្ចឹងជំនាញខាងវិជ្ជាបណ្ឌិត ចា៎ អញ្ចឹងរយៈពេលដែលបងអូននិយាយនៅសាលា Go Global 6 ឆ្នាំការសិក្សាអីទាំងអស់ហ្នឹងលោកគ្រូចង់ដឹងថាតើវាបានផ្ដល់ជាទុនអីខ្លះហើយបងអូនចូលដល់សិក្សានេះតើវាបានជួយអីខ្លះដើម្បីបងអូនចូលមកគឺដូចមានអារម្មណ៍ថាខ្លួនយើងបានត្រៀមខ្លួនស្រេចនៅសាកលវិទ្យាល័យអញ្ចឹងចង់ដឹងថាតើបទពិសោធន៍នៅមធ្យមសិក្សានៅ Go Global នេះបានជួយត្រៀមបងអូនអីខ្លះសម្រាប់ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ អញ្ចឹងទី1ហ្នឹងគឺភាសាអង់គ្លេស ភាសាអង់គ្លេស ចាដោយសារតែនៅសាលា UP គឺផ្ដោតទៅលើភាសាអង់គ្លេសខ្លាំងជាងយើងអត់មែន copy សាលាក្រហមគឺគាត់ផ្ដោតទៅលើបារាំងតែបើនៅសាលា UP ទាំងថ្នាក់ពួកខាង MD ពួកខាង dentist ឬក៏ pharmacy អីគឺនៅតែរៀនភាសាអង់គ្លេសនៅឡើយអញ្ចឹងទៅពេលអញ្ចឹងពេលខ្ញុំរៀននៅហ្នឹងអង់គ្លេសយើងរៀនជាមុខវិជ្ជា science កណិតអីទៅពេលអញ្ចឹងទៅយើងដឹងពីហ្នឹងត្រួសមកហើយអញ្ចឹងពេលយើងចូលមកខាង medicine អញ្ចឹងទៅយើងរៀនជាភាសាអង់គ្លេសសម្រាប់យើងវាអូខេហ្មងយើង like okay is good even though គាត់ថានៅមាន medical term ច្រើនទៀតដែលយើងជួបមកនៅថ្មីប៉ុន្តែយើងចាំថាយើងត្រៀមពីនេះមកអញ្ចឹងទៅយើងដឹងបានមួយចំនួនដែរហើយទី2ហ្នឹងគឺតកតងជាមួយនឹង team work ដោយសារតែនៅពេលដែលយើងចូលសាកលវិទ្យាល័យយើងជួបមនុស្សច្រើនពីខេត្តផ្សេងពីខេត្តផ្សេងគ្នាយើងជួបមនុស្សថ្មីជាងហ្នឹងទៀតពេលអញ្ចឹងទៅមនុស្សមួយចំនួនគាត់មានដូចគេថា their own disadvantage their own advantage មួយអញ្ចឹងទៅ they have ដូចថាគេមានចំណុចល្អនិងចំណុចអាក្រក់ហើយពេលអញ្ចឹងទៅយើងពេលយើងរៀនពីនេះយើងរៀនពី team work ពីក្មេងស្រាប់ហើយពេលចូលមកថ្នាក់ធំយើងស្រួលសម្រាប់យើងដឹងថាអូខេតែយើងត្រូវ adapt ជាមួយពួកគាត់មិនពេលអញ្ចឹងទៅការងារនៅសាកលវិទ្យាល័យរលូនជាងមុនចាំបានន័យថាអ្វីដែលបងអូនបានចូលរួមក៏ដូចជាកិច្ចការមួយចំនួនដែលបងអូនបានជួយសាលាកន្លងមកចា៎វាបានផ្ដល់ទៅជាខែកាត់បទពិសោធន៍នៅក្នុងការចូលចំណោមភាសាអ្នកសៀមនិយាយថាចូលចំណោមមនុស្សចា៎អូខេអញ្ចឹងអរគុណច្រើនអញ្ចឹងទាំងអស់នេះសុទ្ធតែជាអ្វីដែលបងអូនបានសិក្សានិងទទួលបានពីសាលា Go Global ឥឡូវលោកគ្រូចង់ដឹងចេះវិញចូលទៅថ្ងៃមុខមើលមកនេះផែនការអនាគតនៅក្នុងការសិក្សារាល់ថ្ងៃនេះតើបងអូនមានគម្រោងចង់ទៅរៀនបន្តនៅឯណាទេពេលដែលចប់សាលាថ្នាក់បរិញ្ញាបត្រហើយនឹងតើបងអូនមានគម្រោងចាប់យកជំនាញអីដែរចាលោកគ្រូសម្រាប់ខ្ញុំឥឡូវហ្នឹងខ្ញុំកំពុងតែចាប់អារម្មណ៍ទៅលើខាង specialist តទៅជាមួយផ្នែកបេះដូងច្រើនជាងប៉ុន្តែខ្ញុំក៏កំពុងតែស្រាវជ្រាវអាហារូបករណ៍ទៅក្រៅប្រទេសមួយចំនួនដូចគ្នាដោយសារខ្ញុំគិតថាបើរៀនខាង specialist ខ្ញុំគិតថាយើងរៀននៅក្រៅប្រទេសទៅស្រួលយើងយកចំណេះដឹងខាងក្រៅយកមកជួយសង្គមយើងបច្ចុប្បន្នឥឡូវហ្នឹងបាទចា៎អូខេអញ្ចឹងគម្រោងរៀងធំដែរណាបាទអញ្ចឹងបន្ទាប់ពីបង្ហាញក៏ដូចជាចែករំលែកនៅបទពិសោធន៍ជូនដល់ទស្សនិកជនក៏ដូចជាជូនដល់សិស្សានុសិស្សហើយចា៎គ្រូសូមឲ្យបងប្អូនមានពាក្យផ្ដាំផ្ញើមួយចំនួនមកជូនដល់បងប្អូនសិស្សានុសិស្សសិស្សបងប្អូនរបស់យើងដែលកំពុងតែសិក្សាលើថាបងប្អូនមានអីចង់ផ្ដាំផ្ញើទៅពួកគាត់ចា៎អញ្ចឹងសម្រាប់ខ្ញុំទៅកាន់សិស្សបងប្អូនទាំងអស់គ្នាមិនថាហាក់ទី12ឬក៏ថ្នាក់ក្រោមទី12បងអត់មានអីក្រៅពីថាខំរៀននេះដោយសារតែទោះបីជាមិនក៏ដោយចំណេះដឹងគឺត្រូវតែមានក្នុងខ្លួនចំណុចវាគឺជាចំណុចមួយដ៏ខ្លាំងសម្រាប់
មនុស្សមួយចំនួនចឹងទៅខំរៀនហើយទី2ហ្នឹងគឺទោះបីជាថាយើងអាហ្នឹងផ្ដោតទៅលើទី12ខ្លាំងជាងគេព្រោះសិស្សទី12បើពេលអនឯងប្រឡងហើយបាននិទេសមួយឬក៏លទ្ធផល result ដែលយើងអត់ចង់បានយើងអត់ស្រឡាញ់យើងអត់ពេញចិត្តយើងត្រូវតែទទួលរៀនបើកចិត្តទទួលវាយើងកុំពិបាកចិត្តរឿងហ្នឹងខ្លាំងពេកពីព្រោះក្នុងថ្ងៃអនាគតគឺវាមានឱកាសច្រើនណាស់មិនថានៅសាកលវិទ្យាល័យមិនថានៅកន្លែងការងារគឺមានឱកាសច្រើនទៀតសម្រាប់បងអូនអញ្ចឹងទៅយើងមានតែតស៊ូទៅមុខទៀតអញ្ចឹងទៅបងមានប៉ុណ្្នឹងទេហើយ good luck to you guys អូខេបាទអញ្ចឹងសូមអរគុណដល់នាតិកាដែលបានចូលរួមចែករំលែកនៅចំណេះដឹងក៏ដូចជាបទពិសោធន៍ជូនដល់បងប្អូនសិស្សានុសិស្សក៏ដូចជាទស្សនិកជនហើយក៏សូមអរគុណដល់ទស្សនិកជនទាំងអស់ដែលបានទស្សនា Global Podcast សម្រាប់ថ្ងៃនេះខ្ញុំបាទនិងនាតិកាក៏សូមអរគុណនិងសូមជម្រាបលា